ធំល្អបងអើយនេះមកភ្លុកមកខ្ញុំទាំងអស់គ្នាបេះក្រោមដើមភ្លុកថ្មីចេះនិយាយពីថាជាតិនោះជាតិហ្មងចង់ញ៉ាំកំងណាបងប្អូនផ្លែទឹកដោះគោតៃវ៉ាន់តែមិនមែនដាំនៅតៃវ៉ាន់ទេណាបងប្អូនគឺដាំនៅខ្មែរយើងណានៅកម្ពុជាពិតបងប្អូននេះភ្លុកមកខ្ញុំទាំងអស់គ្នាផ្អើលនឹងសតុនហ្មងណាហើយណាក្របហើយណាក្របបានអីតពូជបើអត់មានក្របផងនេះងាប់ហើយបងប្អូនអើយនេះមកផ្លែគេមកផ្លែគេក្របមួយឲ្យគាត់នេះបងប្អូនមកផ្លែចូល3-4ខាំក្របតែមួយឲ្យគាត់នេះបងប្អូននេះមើលនេះផ្អែមស្រទន់បងប្អូនកុំឲ្យថាអ្នកលក់ចេះតាំងใจបងប្អូនមើលក្របហើយអញ្ចឹងបានពូជណាបន្តទៀតបើមកផ្លែមានតែមកក្របអញ្ចឹងចង់ញ៉ាំកំងណាបងប្អូនមានលក់បោះដុំនឹងរាយសម្រាប់ផ្ញើបាន25ខេត្តក្រុងធានាជូនបោះខ្មែរយើង 100% បងប្អូននេះបេះតបតល់ហ្មងបងប្អូននៅមួយផ្លែទុំពេញដើមមួយថ្ងៃចង់បានមួយតោនក៏មានដែរបងប្អូនមិនមែនលក់ចេះតែនិយាយណាបងប្អូនមើលតែមួយដើមហ្នឹងគឺទុំចូល40-50គីឡូបាត់នេះគ្រាន់តែមួយដើមហ្នឹងណាខ្ញុំអត់ប្រហែលបងប្អូនគឺទុំឡើងចង់ជាង100ផ្លែក្នុងមួយដើមហើយមួយផ្លែវាចូល3ខាំ4ខាំ5ខាំអីនោះបងប្អូនអញ្ចឹងវាមិនមួយដើមបេះបានចន្លោះពីមួយថ្ងៃទៅ20ទៅ50គីឡូក្នុងមួយដើមបងប្អូនអ្នកគ្នាធានាឲ្យបោះខ្មែរយើងពិតហ្មងចង់ញ៉ាំកំងមកបងប្អូននិយាយពីថាផ្លែពេញដើមហ្មងទុំបងប្អូនណាសូមជម្រាបបងប្អូនយើងដែលគាត់អ្នកលក់ផ្លែឈើដែលគាត់ចាប់អារម្មណ៍ថាចង់លក់អីក៏ប៉ុន្តែគាត់ខ្លាចលក់ដាច់អត់ដឹងរសជាតិខ្ញុំជម្រាបរសជាតិគឺឆ្ងាញ់គឺបងប្អូនយើងដែលគាត់យកទៅភ្លក់ហើយគឺគាត់កំងថែមរហូតខ្ញុំនិយាយនេះអត់លក់អត់ប្រម៉ូទដើម្បីឲ្យបងប្អូនទិញណាប៉ុន្តែជាក់ស្ដែងការពិតបងប្អូនខ្លះដែលគាត់ដើរបានហូបគឺគាត់កំងហើយកំងទៀតអត់ដល់ម្លង2ថ្ងៃតនេះគឺគាត់កំងថែមភ្លាមហ្មងហើយ1ខែ12ខែ1គឺប្រម៉ូទផលបានច្រើនមួយថ្ងៃមួយតោនជាងឬក៏មួយតោនអីបងប្អូនអញ្ចឹងគឺខ្ញុំហ៊ាននិយាយថាមានតែចការនេះទេដែលប្រម៉ូទផលបានច្រើនជាងគេនៅលើក្នុងស្រុកខ្មែរយើងហើយនៅខេត្តផ្សេងគាត់ក៏ប្រម៉ូទផលបានដែរក៏ប៉ុន្តែវាមានចំនួនតិចអញ្ចឹងវាអត់អាចទាន់ផ្គត់ផ្គង់ទីផ្សារទូទាំងប្រទេសក្នុងស្រុកខ្មែរបានលក់គ្រប់កន្លែងទេទី1ទី2គឺដោយសារតែផ្លែនេះជាប្រភេទផ្លែឈើពូជថ្មីដែលមិនសូវមានអ្នកស្គាល់